សួស្តីអ្នកគ្នាអញ្ចឹងឥឡូវខ្ញុំនឹងមកសាកល្បងប្រើជាមួយនឹង AI មួយដែលមានឈ្មោះថា Gamma ដែលសមត្ថភាពរបស់វាគឺល្អសំខាន់ទៅលើទាក់ទងជាមួយនឹងការបង្កើត Slide Presentation អញ្ចឹងខ្ញុំក៏អត់ទាន់ដែរប្រើដែរអញ្ចឹងឥឡូវយើងនឹងថ្មីទាំងអស់គ្នាហើយយើងនឹងមកមើលថាតើលទ្ធផលបែបណាដែរនៅក្នុងការgenerate Slide Presentation អញ្ចឹងដំបូងយើង sign in មក អញ្ចឹងខ្ញុំចុចលើពាក្យ Login នៅខាងលើនេះបន្ទាប់មកខ្ញុំយកពាក្យconnect ជាមួយនឹង Google account អញ្ចឹងយើងរង់ចាំពេលបន្តិចអូខេឥឡូវខ្ញុំsign in ជាមួយនឹង Google account របស់ខ្ញុំអ្នកគ្នាអាចធ្វើតាមនឹងបានអូខេឥឡូវខ្ញុំបានផ្ទាំងនេះហើយយើងចូលមកដល់ក្នុងកម្មវិធីរបស់គេហើយអញ្ចឹងយើងមើលត្រួសៗទៅគេមានអីគេមាន Home មាន Media មានtemplate អញ្ចឹងមានថា template នេះគឺយើងអាចប្រើបានអូខេហើយគេមានកន្លែង library color មានន័យថាកន្លែងនេះគឺអាចឲ្យយើង add color ដែលជា brand របស់យើងណាហ្នឹងហើយតែនេះមាន setting អូខេនេះមាន more មានទំនាក់ទំនងជាមួយនឹង YouTube របស់គេអញ្ចឹងយើងចូលទៅកាន់ Home វិញអញ្ចឹងនៅក្នុង Home នេះយើងឃើញថាគេមានGamma Tip ហើយនិង Trick ហើយកន្លែងនេះគេមានCreate New ហើយកន្លែងនេះ New Gamma គឺ Presentation Document Social Media អានេះគឺទាក់ទង Import Import AI prompt enhance your content and image អូខេឥឡូវយើងមិន focus ទៅលើហ្នឹងហើយយើង focus ទៅលើការ generate ទៅលើ slide presentation របស់យើងចង់ដឹងថាតើ generate មកវាអាចយកជាការបានអត់អញ្ចឹងណាយើងចុច create new មកអញ្ចឹងយើងឃើញថា create new មកគេមានgenerate from non-line prompt as new second អូខេចឹងមានថាយើងគ្រាន់តែសរសេរជាមួយ line នៃprompt របស់យើងថាយើងចង់slide presentation នឹងចេញបែបណាអញ្ចឹងយើងគ្រាន់តែ pass មួយ line prompt ហ្នឹងទៅបន្ទាប់មកគេអីទៀត pass in text create from note outline or existing content ចឹងមានថាបើយើងបាន note អីមួយចំនួនឯកសារហៅថាពេលគ្រូឲ្យយើងធ្វើ slide presentation ប៉ុន្តែយើងបាន note ទាំងអស់ហ្នឹងអីដែលយើងចង់និយាយនៅក្នុង slide content អីគេអញ្ចឹងយើងគ្រាន់ផាសចូលនៅក្នុងហ្នឹងអញ្ចឹងវានឹង generate អី slide ឲ្យយើងបន្ទាប់មក create from template មានន័យថាcreate using a structure ឬក៏ layout from a template មានន័យថាយើងបង្កើតប៉ុន្តែ slide ហ្នឹងគឺយក structure ហ្នឹងតាម template របស់ជាមួយនឹង AI ហ្នឹងបន្ទាប់មក import file ឬក៏ URL អញ្ចឹងឥឡូវខ្ញុំសាកimport file ឬក៏ URL ព្រោះខ្ញុំចង់បង្កើត slide មួយដើម្បីបរៀនទាក់ទងជាមួយនឹង UX UI ដែលខ្ញុំបានរៀនពី Coursera អញ្ចឹងណាខ្ញុំចង់ចែករំលែកទៅអ្នកគ្នាអញ្ចឹងខ្ញុំចុចកន្លែង profile នេះមកអញ្ចឹងbrowse file នេះគេមានទាំង upload file មានថាចេញពីកុំព្យូទ័ររបស់យើងហើយអាច upload ជា PowerPoint PPTX ហ្នឹងគឺ PowerPoint អ្នកគ្នាហើយ Word doc ឬក៏ PDF ឬក៏យើងចេញពី Google Drive របស់យើងជា slide ឬក៏ជា Google Doc ឬក៏ជា URL ក៏បានឥឡូវខ្ញុំចេញជា file អូខេខ្ញុំមាន file នេះខ្ញុំ upload ចូលអញ្ចឹងដោយសារតែ file របស់ខ្ញុំច្រើន page ច្រើន mail អញ្ចឹងប្រហែលជារយៈពេលយូរដើម្បីឲ្យ upload ចូលពេញអញ្ចឹងណាអញ្ចឹងនៅអំឡុងពេលហ្នឹងខ្ញុំគិតថាតាមបើការរំពឹងទុករបស់ខ្ញុំក៏គិតថា AI នេះអត់ទាន់អាចgenerate អស់ស្អាតទេវាអាចមានខុសមានអីអញ្ចឹងណាប៉ុន្តែយើង let's see ថាវាយ៉ាងម៉េចដែរអញ្ចឹងបន្ទាប់ពី upload ពេញហើយគេនេះគេសួរថាតើយើងចង់បង្កើតcontent មួយណាជា slide presentation ជា web page ជា document ឬក៏ជា social អញ្ចឹងខ្ញុំបង្កើតជា presentation ខ្ញុំចុច continue យើងរង់ចាំបន្តិចពួកអីគេត្រូវការដំណើរការអូខេឥឡូវកំពុងតែវិលហើយបាទអញ្ចឹងអានេះគឺខ្ញុំឯកសាររបស់ខ្ញុំដែលខ្ញុំបាន note មានជាអីបែបនេះបន្ទាប់មកនេះគេបានខាងនេះយើងចូលមកខាងនេះវិញគឺកន្លែង text content នេះ setting គេមានអីគេ minimal concise detail extend អញ្ចឹងមានន័យថាឲ្យយើងចង់បានលក្ខណៈតិចតិចគឺ consist detail មានថាវាឲ្យយើង detail ហ្មងណាអញ្ចឹងខ្ញុំគិតថាខ្ញុំយកតែ consist ទេខ្ញុំសាកសិនទៅព្រោះខ្ញុំអត់ទាន់ដឹងថាវាជាអីគេដែរ
ឥឡូវយើងយកជាភាសាអង់គ្លេស Key Visual នេះគឺជា style ដែលយើងអាចរើសបានថាយើងចង់បាន style បែបណាឥឡូវ Title Body Electric Siska ឥឡូវខ្ញុំយកSiska នេះមួយចុះខ្ញុំចង់ដឹងយើងសាកល្បងទាំងអស់គ្នាចង់ដឹងថាតើវាយ៉ាងម៉េចទៅឥឡូវ suggestion គេឲ្យយកអីគេនេះហើយមានន័យថាវាកន្លែងនេះមើលអត់ឃើញហ្នឹងខ្ញុំគិតថាខ្ញុំគួរតែយកបែបillustration យកបែបនេះអូខេតបមកគេឲ្យយើងselect AI image AI image អូខេ AI image នេះគឺមានច្រើនអ្នកគ្នានេះមាន stock photo web page ឥឡូវយើងឲ្យ AI generate មកទៅតមកទៀតយើងជ្រើសរើសយកអីគេ AI image model អញ្ចឹងមានថាយើង select យកពី AI មួយណាដើម្បី generate image ណាអញ្ចឹងឥឡូវខ្ញុំយកពី ChatGPT ចុះអូខេតមកទៀតកន្លែង format យើងចុចមើលទៅថាជាអីគេអញ្ចឹង format នេះជា presentation អូខេឥឡូវយើងយក default អញ្ចឹងយើងចាប់ផ្ដើមសាកល្បងទាំងអស់គ្នាថាវានឹងទៅជាយ៉ាងណាអូខេនេះកាតនេះមានន័យថាម៉េចហ្នឹងអូខេឥឡូវនេះខ្ញុំក៏អត់ទាន់ដឹងច្បាស់ដែរឥឡូវយើងសាកល្បងទាំងអស់គ្នាទៅថាវាចេញជាបែបណាអូខេនៅខាងក្រោមនេះយើងកន្លែងបន្ទាប់ពីប៊ូតុង generate នេះយើងឃើញមាន10កាតអញ្ចឹងខ្ញុំគេថា10កាតវាស្មើនឹង10 slide អូខេអញ្ចឹងយើងសាកល្បងទាំងអស់គ្នា1 2 3ចឹងបើអ្នកនរគ្នាគិតថាតើ AI នេះនឹង generate បានស្អាតអត់បើពីខ្ញុំអត់ទាន់មានការរំពឹងខ្ពស់ទេប៉ុន្តែខ្ញុំគិតថាយើងនឹងអាចទទួលយកបានអូខេឥឡូវចេញមកហើយនេះចេញជាslide ហើយកំពុងតែ generate ឲ្យយើងហើយអូខេ Oh my god រូបអីគេហ្នឹងអូខេឥឡូវនេះឃើញថានៅstep ទាក់ទងមួយនឹង generate ជារូបភាពឥឡូវយើងចាំមើលបន្តិចទៅថាចាំពេលដែល AI វា complete នៅgenerate ជារូបភាពអីហ្នឹងយើងចាប់ផ្ដើមមើលថាតើអាចយកបានកម្រិតណាអញ្ចឹងអូខេឥឡូវនេះឃើញថា finish ហើយអញ្ចឹងយើងសាកpresentation មើលអូខេគិតនេះហ្នឹងគឺអាចយកបានប៉ុន្តែខ្ញុំគិតថាយកជា idea មិនយកជាទៅតែម្ដងទេបើយកទៅតែម្ដងដល់យើងប៉ាកែសរសេរ prompt អីដែរអញ្ចឹងណាហើយយើងសាកដូរពណ៌មើលថាយើងអាចដូរពណ៌បានអត់ហើយយើងប្ដូរទៅជាពណ៌Dactylo style នេះមើលអូខេហើយយើងប្ដូរទៅ style អីផ្សេងទៀតអូខេអានេះក៏លយដែរនេះវ៉ាវអញ្ចឹងមានថាវាពិតជាងាយស្រួលមែនតើឥឡូវនេះគឺ AI វាលុបហើយអញ្ចឹងបើសិនជាណាគេគាំងតាក់ទងមួយ slide presentation អីអត់ដឹងថាត្រូវចាប់ផ្ដើមពីណាយើងគ្រាន់តែសរសេរ prompt ទៅហើយយើងតម្លាក់ចូលក្នុង AI នេះអញ្ចឹងយើងនឹងមានជា idea ឬក៏យើងអាចយកទៅ present បានកំដងដែរព្រោះខ្ញុំគិតថានៅពេលខ្ញុំក៏ធ្លាប់រៀនដែរតាក់ទងមួយការធ្វើ slide presentation ហ្នឹងគឺ stress ហ្មងគឺយើងមិនដឹងថាចាប់ផ្ដើមពីណាអីអញ្ចឹងណាហើយប្រហែលក្រុមដែលយើងមិនណាក្រុមអត់សហការគ្នាទៀតគឺរឹតតែបែរទៅតាមហ្នឹងហើយទៀតហ៎ចឹងអាហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងហើយអ្នកនរគ្នាគិតថាតើ Gamma នេះអាចប្រើបានសម្រាប់ធ្វើ slide presentation អត់ចឹងមានអ្នកនរគ្នាសាកល្បងហើយក៏មិនប្រាប់ខ្ញុំផងថាអ្នកគ្នាអឺយក slide AI ពី Gamma ហ្នឹងទៅ slide ទៅ presentation ហើយគ្រូចោទបានទៀតអូខេតែកុំធ្វើដូច្នេះហើយបាយបាយ